ជា dashboard ដែលខ្ញុំបង្កើតដោយប្រើប្រាស់នៅប៊ូតុងមួយនេះណាចឹងបងប្អូនឃើញទេងាយមែនតើចឹងបាទសួស្តីបងប្អូនថ្ងៃនេះសូមធ្វើការបង្ហាញជូននៅ tip មួយទាក់ទងនឹង Microsoft Excel ដែលអាចបង្កើតជា dashboard បានមិនត្រឹមតែប៉ុណ្ណោះការបង្កើត dashboard របស់យើងគឺប្រើប្រាស់ដោយប្រើ VBA code ណាអញ្ចឹងដូចជា dashboard ដែលបងប្អូនកំពុងឃើញនេះអញ្ចឹងវាជា interactive dashboard មួយដែលយើងប្រើប្រាស់ជាមួយនឹងហើយយើងបង្កើតទៅជា dashboard បែបនេះអញ្ចឹងបងប្អូនប្រើប្រាស់ងាយអញ្ចឹងយើងអត់ចាំបាច់ទៅបង្កើតដល់ប្រើកម្មវិធីធំឬក៏ប្រើប្រាស់រហូតដល់កម្មវិធី Power BI ទេអញ្ចឹងយើងគ្រាន់តែមានទិន្នន័យ Excel របស់យើងបែបនេះthì បងប្អូនឃើញនេះបន្ទាប់មកយើងបំប្រែប្រួលកែប្រែទិន្នន័យរបស់យើងពីបែបនេះទៅជាបែបនេះអញ្ចឹងរបៀបនៃការធ្វើគឺយើងអត់ចំណាយពេលក្នុងការបង្កើតវិធីសាស្ត្រ design ស្មុគស្មាញឬក៏ត្រូវការចេះកូដទេឬក៏ត្រូវការចេះរួមមុនទេគឺបងប្អូនគ្រាន់តែប្រើប្រាស់នៅ macro code VBA code ដែលខ្ញុំនឹងបង្ហាញនៅពេលបន្តិចទៀតនេះអូខេឥឡូវដើម្បីកុំឲ្យខាតពេលយូរខ្ញុំសូមធ្វើការបង្ហាញឥឡូវខ្ញុំសូមតេស្តមើលតើ dashboard របស់យើងដើរអត់វាមិនមែនជារូបភាពទេណាវាដើរណាបងប្អូនអញ្ចឹងព័ត៌មានទាំងអស់សុទ្ធតែ interactive ទាំងអស់អូខេឥឡូវយើងដើម្បីឲ្យកាន់តែច្បាស់ខ្ញុំសូមធ្វើការលុបវាចោលសិនខ្ញុំលុបវាចោលសិនយីរួមខ្ញុំលុប dashboard ក៏ដូចជា pivot table ចោលទាំងអស់បន្ទាប់មកខ្ញុំមានតែ data តែមួយមុខទេណាបងប្អូនអញ្ចឹងសម្រាប់ data នេះយើងគឺយក data ជាប្រភេទ data table អញ្ចឹង data table បងប្អូនដឹងណាគឺជា data ដែលយើងអាច filter ក៏ដូចជាយើងអាចយកទៅប្រើប្រាស់ក្នុងការធ្វើ pivot table បានអូខេឥឡូវកុំឲ្យខាតពេលយូរខ្ញុំធ្វើការបង្ហាញជូននៅរបៀបនៃការធ្វើអញ្ចឹងតាមរយៈ data នេះខ្ញុំបានបង្កើតនៅ VBA code មួយនេះនៅក្នុង button command button នេះខ្ញុំបានបង្កើត VBA code អញ្ចឹងឥឡូវខ្ញុំអត់តន់ចុចទេខ្ញុំចុច run តែម្ដងដើម្បីបង្កើត dashboard ឥឡូវរាប់ទាំងអស់គ្នា1 2 3ចំណាយពេលត្រឹមតែ2វិនាទីទេយើងអាចបង្កើតបានទៅជា dashboard យ៉ាងស្អាតតែម្ដងណា dashboard មិនមែនខ្ញុំ hide វាឲ្យខ្ញុំ show វាវិញណាបងប្អូននេះឲ្យឃើញទូចតិចគឺជា dashboard ដែលខ្ញុំបង្កើតដោយប្រើប្រាស់នៅប៊ូតុងមួយនេះណាចឹងបងប្អូនឃើញទេងាយមែនតើចឹងសម័យនេះគឺជាសម័យដែលយើងត្រូវការប្រើប្រាស់បច្ចេកវិទ្យាឲ្យឆ្លាតហើយបងប្អូនគឺមិនចាំបាច់ចឹងមិនមែនប្រាប់បងប្អូនថាអត់ឲ្យរៀន Excel ទេតែបើសិនជាបងប្អូនអត់សូវមានពេលហើយពេលវេលាបងប្អូនមានខ្លីអញ្ចឹងបងប្អូនមិនគួរចំណាយពេលយូរទេណាបងប្អូនអាចប្រើប្រាស់ជំនួយ AI ដោយប្រើប្រាស់ជាមួយនឹង Microsoft Office 365ជាមួយនឹង Copilot បងប្អូនអាចធ្វើការងារនឹងបានហើយរាល់ការងាររដ្ឋបាលទាំងអស់មិនថាប្រើប្រាស់កម្មវិធី Word Excel PowerPoint ឬក៏ Email គឺយើងអាចប្រើប្រាស់ Copilot ដើម្បីជួយបានទាំងអស់អញ្ចឹងនេះគ្រាន់ជា tip មួយដែលខ្ញុំចង់បង្ហាញបងប្អូនថាសម័យនេះគឺយើងអាចប្រើ AI ដើម្បីធ្វើការងារឲ្យយើងត្រឹមតែរយៈពេល2វិនាទីតែប៉ុណ្ណោះអូខេឥឡូវខ្ញុំចង់បង្ហាញកូដឲ្យបងប្អូនឃើញដែរណាបងប្អូនថាប្រកាសជាសួរថាតើកូដមិនទៅណាឥឡូវខ្ញុំបើកកូដរបស់បងប្អូនមើលហើយនេះយើងប្រើ VBA code ណាបងប្អូនដោយសារខ្ញុំថត screen នេះបានមួយកណាត់អញ្ចឹងបងប្អូនដែលចង់បាន source code នេះខ្ញុំនឹងដាក់ជូននៅក្នុង comment ណាឬក៏បងប្អូនអាចចូល link Telegram ខ្ញុំនឹងបង្ហាញតែផ្ញើជូនបងប្អូនតែម្ដងអញ្ចឹងខ្ញុំមានតែប៉ុណ្្នឹងទេដោយសារខ្ញុំថតអេក្រង់ទូចអញ្ចឹងអត់អាចឃើញពេញទេប៉ុន្តែខ្ញុំនឹងដាក់ចូលនៅក្នុង command អូខេអញ្ចឹងសម្រាប់បងប្អូនដែលមានចំណាប់អារម្មណ៍ចង់រៀនចង់ចេះជាពិសេសចង់ចេះតាក់ទងនឹងការប្រើប្រាស់ Excel ឲ្យស្ទាត់ជំនាញហើយចេះវិភាគទិន្នន័យបន្ទាប់មកយើងអាចឈានទៅរកការរៀនសូត្រតាមផ្នែក Power BI បន្តទៀតអញ្ចឹងបងប្អូនដែលចង់បានសូមតាក់ទងមកខ្ញុំមានក៏មានលក់ជា license Microsoft Office 365ក៏ដូចជា Copilot ផងដែរតម្លៃធូរថ្លៃមែនតើបងប្អូនណា